បាទជំរាបសួរថ្ងៃនេះយើងបានមកស្លប្រហើរបែបស្រុកស្រែបងប្អូនអើយទំពាំងលោះនៅពេលដែលដើមភ្លៀងថ្មីអញ្ចេះបងប្អូនណាទំពាំងលោះមកលំប៉ុនណាស់បងប្អូនអើយតំណងហូបឆ្ងាញ់ណាស់បងប្អូនណាយកទៅខយកទៅអីក៏ឆ្ងាញ់ដែរបងប្អូនអើយខជាងជ្រូកអីក៏ឆ្ងាញ់ដែរប៉ុន្តែយើងជំរើសទី1យើងយកមកស្លប្រហើរសិនបងប្អូនណាហើយគ្រឿងផ្សំមានស្លឹកបាស្អំហើយនឹងជាពិសេសវល្លីវអញ្ចឹងបងប្អូនណាយើងបេះយកមកស្លប្រហើរបងប្អូនណាហើយវល្លីវនេះយើងហាន់វាតូចបុកយកវាយកតែយើងយកតែទឹកទេអញ្ចឹងណាវល្លីវហ្នឹងបងប្អូនណាយើងអត់ដាក់កាកវាទេយើងពួតវាយកតែទឹកទេដាក់ក្នុងចានមួយតែម្ដងឃើញតំណងបងប្អូនណាចង់ដូចប៊ឺហ្នឹងបងប្អូនណាតំណងឆ្ងាញ់មែនទេណាបងប្អូនណាប៉ុន្តែខ្ញុំជឿថាបងប្អូនខ្លះអត់ដែលហូបទេចំពោះវល្លីនេះមួយនេះឥឡូវយើងដាក់ស្ងោរទំពាំងយើងឲ្យវាសពតសិនទៅហើយយើងងាកមកបុកគ្រឿងណាបងប្អូនណាហើយគ្រឿងមានអីបងប្អូនមានទេសមានរមៀតមានខ្ទឹមអីចឹងទៅអញ្ចឹងណាបងប្អូនណាយើងបុកវារៀងម៉ត់ល្មមកុំឲ្យម៉ត់ពេកបងប្អូនណាល្មមទៅនេះបងប្អូនគ្រឿងផ្សំរួចហើយយើងដួសទំពាំងដាក់នៅក្នុងនឹងទៅមួយហើយប្រហើរជាមួយនឹងត្រីផ្ទក់តែម្ដងបងប្អូនណាត្រីផ្ទក់ដែលយើងបេះហ្នឹងត្រីអាំងណាបងប្អូនណាឥឡូវយើងបានដាំទឹកនឹងពុះហើយយើងចាប់ដើមចាក់គ្រឿងក្រៅរបស់យើងទាំងអស់បងប្អូនដែលយើងបានបុកមិញរួចហើយដាក់ទំពាំងចូលទៅដើម្បីឲ្យវាឆាប់ឆ្អិនបន្ថែមទៀតអញ្ចឹងណាឥឡូវយើងចាប់ដើមដាក់ទំពាំងដែលយើងបានស្រោះមួយចំនួនហ្នឹងដាក់ចូលជាមួយទឹកវល្លិយើងដែលបានដាក់ដើមពុះហើយអញ្ចឹងណាបងប្អូនឥឡូវយើងពុះមកឈ្ងុយប្រហើរតែម្ដងបងប្អូនណាហើយយើងនឹងយកដោះទឹកហ្នឹងមកយកមកចាំជាមួយនឹងភុកហ្នឹងជ្រុំវាយើងជ្រុំវាជាតិមកដើម្បីយើងចាក់ផុកចូលអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងថែមគ្រឿងយើងបន្តិចទៀតយើងមានស្ករមានប៊ីចេងហើយនឹងយើងចាក់ទឹកត្រីបន្តិចទៀតបងប្អូនណាដើម្បីបង្កើនរសជាតិតែម្ដងណាឥឡូវយើងចាប់ដើមចាក់ទឹកត្រីចូលហើយទឹកត្រីនេះគឺទឹកត្រីធម្មជាតិយើងងាស់ខ្លួនឯងទៀតអញ្ចឹងមិនន័យថាតំណងហើយសិតតែធម្មជាតិទាំងអស់បែបស្រុកស្រែអញ្ចឹងណាបងប្អូនឥឡូវយើងចាប់ដើមយកទៅដាក់អស់ហើយពុះម្សៅទៀតរួចរាល់យើងចុងក្រោយយើងដាក់ថាស្អំជាមួយនឹងស្លឹកបាសចូលទៅគឺឆ្អិនហើយព្រោះប្រភេទហ្នឹងឆាប់ពុះហើយឆ្អិនលឿនទេអញ្ចឹងបងប្អូនបើយើងកូរទៅគឺឆ្អិនតែម្ដងប្រភេទហ្នឹងអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងចាប់ដើមដាក់រួចរាល់អស់ហើយបងប្អូនឥឡូវយើងចាប់ដើមមើលទៅថាឆ្ងល់ឃើញផ្សែងវាមកគឺឈ្ងុយតែម្ដងព្រោះឡប្រហើរបែបស្រុកស្រែបែបនេះគឺថាបងប្អូនមិនងាយបានហូបទេបងប្អូនណាគ្រឿងផ្សំច្រើនមែនទែនបងប្អូនណាសុទ្ធតែធម្មជាតិតែម្ដងឥឡូវនេះយើងឆ្អិនរួចរាល់តែម្ដងបងប្អូនអើយយើងចាប់ដើមដួសដាក់ចានយកមកហូបហើយអញ្ចឹងណាឥឡូវយើងដួសបដាឈ្ងុយបដាក្លៀនបដាព្រោះមើលទៅតំណងឆ្ងាញ់បងប្អូនធម្មជាតិនេះអាហារបែបប្រភេទសុខភាពបងប្អូនណាហើយថាដូចចង់ហូបបួសដែរសិនតែបន្លែជាមួយដល់សុខភាពតែម្ដងគឺឈ្ងុយឆ្ងាញ់មែនទែនណាឥឡូវមានម្ទេសមានអីហឹលគឺឆ្ងាញ់ណាបងប្អូនដាក់ទៅប្រហើរឈ្ងុយតែម្ដងបងប្អូនណាអរគុណច្រើន